តាសួស្តីបងប្អូនថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូចែករំលែកអំពីការកាត់សក់ជូនភ្ញៀវជនជាតិបរទេសម្នាក់គិតជាមនុស្សចាស់ហើយគិតកាត់សក់របៀបមនុស្សចាស់លើកជើងទីបងប្អូនបាទហើយថ្ងៃនេះដែរមានខ្ញុំបាទធ្វើវីដេអូពីរបៀបកាត់សក់បងប្រុសម្នាក់គិតឈូសជើងលើខ្ពស់ដែរបងប្អូនហើយយើងប្រើយំទៅយើងកាត់សក់កាត់ស្អាតហើយយើងយកសក់ជើងក្រោមស្រូអញ្ចឹងយើងយកមកទើរលីងមកទើច្រាប់ជើងយើងយកឈូសផ្ដាច់ជើងអស់ទៅបងប្អូនឈូសផ្ដាច់ម្ដងតិចឥឡូវអាខាងលើយើងកាត់ស្អាតអស់ហើយយើងមិនបាក់យកទៅទីយើងយកតែក្រោមដែលយើងនៅសល់សក់យើងយកវាអស់មកហើយនឹងវាចេញរូបរាងស្អាតដែរបងប្អូនហើយបងប្អូនកុំភ្លេចមើលវីដេអូណាជួយ Subscribe channel ខ្ញុំម្នាក់មួយផងកុំភ្លេចជួយ Subscriber channel ម្នាក់មួយផងបងដើម្បីបានវីដេអូថ្មីទស្សនារកតាមខ្ញុំថតវីដេអូរបៀបកាត់សក់នេះទៅបងប្អូនអាចយកទៅមើលជាការរៀនកាត់សក់បន្ថែមទៀតទៅបងប្អូនដែលដៃថ្មីរៀនកាត់សក់អាចទស្សនាវីដេអូនេះយកម៉ូដនឹងទៅធ្វើតាមបានបងប្អូនអានេះយើងឈូសលីងអស់បងប្អូនបាទហើយបងប្អូនស៊ីអស់ហើយបងប្អូនហើយយើងកាន់ជុំវាបងប្អូនវាលឺវាស្មូលសក់ខ្មៅយើងចាប់ផ្ដើមមកកាត់វាលឺទៅអូខេបងប្អូនស៊ីអស់ហើយទៅនៅតាណាទៀតយើងលីងវាទៀតចាំមើលអាណានៅខ្មៅយើងអាចចូលមកទៅមុខធំនឹងយើងអាចបដិញវាឡើងលើតិចទៅវានឹងស៊ីអស់ហើយបាទបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយបងប្អូនថ្ងៃសុកទី15 16នេះទី13បងប្អូន13ថ្ងៃសុកទីហើយនឹងថ្ងៃសុកទី13អូខេបងប្អូនជួយចុច Subscribe អ្នកមួយបងប្អូននឹងយើងជួម៉ូតូធំនឹងយើងចាប់ដើមឈូសវាយករៀងវាតិចទៅស្អាតហើយបងប្អូនដោយសារតែវានៅខ្មៅកាត់បដប់យើងអាចយកអាម៉ូតូធំនឹងឈូសវាបដាច់បានបងប្អូនដើម្បីឲ្យឃើញស្មោសក់យើងកាន់តែភ្លឺហើយស្មើគ្នាល្អអូខេ3នាទីនឹងយូរដែរ3នាទី12បាទគឺចាប់ផ្ដើមវាស្អាតហើយបងប្អូនហើយបន្ទាប់ទៀតនេះខ្ញុំកាត់សក់ក្មេងប្រុសម្នាក់មួយខ្ញុំដែរមកពីខាងសៀមរាបយើងបងប្អូនខាងខេត្តសៀមរាបយើងកាត់សក់ប្រុសនៅជូនបងប្អូនប្រុសមួយកាត់ជាងម៉ូតូហើយទៅពេលនេះបានមកកាត់សក់ជើងសក់នេះដែរយើងយកស្និតត្រប់បងប្អូនយើងយកស្និតត្រប់ឲ្យវាឈូសវាបដិញលើបងប្អូនហើយសក់យើងនឹងស្អាតបងប្អូនចូលស្លេងពេលយប់មិនភ្លេចបងកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូននឹងទទួលបានវីដេអូថ្មីរកការខ្ញុំផុសពេលនេះដែរខ្ញុំបានកាត់បានជិតถ่ายមកជាងហើយចូលមកជាងខ្ញុំយើងនឹងឈូសឡើងបន្តទៀតនឹងប្រើម៉ូតូលឺដើម្បីលឺស្អាតបោះសានបងបន្ទាប់យើងបោះបានសក់ស្អាតហើយយើងយកម៉ូតូច្រាប់យករៀងវាលើជើងក្រោមលើជើងក្រោមឲ្យចេញរៀងស្អាតនោះសូមយើងច្រាប់ជើងសក់យករៀងហើយនេះយើងចាប់ដើមយកកណាត់យកកសែងយកមកបោះសក់ឲ្យស្អាតដើម្បីឃើញស្មៅសក់កាន់ច្បាស់ហើយនឹងចូលមកខាងក្រោម
របៀបកាត់ខាងក្រោមនេះយកពុំលេខ2យកពុំលេខ2ឈូសវារៀងវាស្មើសិនពុំជីលេខ2ឈូសមកវាស្មើហើយចាំយើងយកពុំលេខ1ឈូសបន្តទៀតកំពុងតែថតខ្ញុំមិនកាត់តទេបងប្អូនថតមួយទៅឲ្យយល់ពីការកាត់សក់តាមគេបងប្អូនជំរឿនយើងយកស្និតត្រឹមពីក្រោមតិចទៅវានឹងឃើញចេញរាងស្អាតបងឃើញបងប្អូនមើលតាមនឹងទៅបងប្អូនស្និតត្រឹមតិចហើយលុះមកចេញបានអីណែបងប្អូនអស់សក់នេះយើងយកក្រោយអស់ពេលកាត់ហើយនោះក្បាលកាត់លើក្រោយពេកឃើញតែសក់ខាងលើស្ដូចចូលធំលើទូចក្រោមចឹងវាមើលទៅតែសក់ដែរវាអាចយកស្មៅបានដល់លើតែយើងមិនអាចយកខ្លីសបាននេះច្រឹបជើងតិចច្រឹបជើងសក់ស្បែកជាកលឹះជើងក្រោមបាទជើងក្រោមបងប្អូន